សួស្តីបងប្អូនអរគ្នាឥឡូវខ្ញុំចាប់ផ្ដើមនិយាយពីដំណើរដំតងនៃហេតុការណ៍មួយដែលបានកើតឡើងនៅឯ Scarborough ប្រទេសកាណាដានៅពេលព្រឹកមួយហ្នឹងមានបរិយាម្នាក់ដែលមានឈ្មោះថា Philip Grandin បានទៅកាន់លេខសង្គ្រោះបន្ទាន់911ហើយគាត់បាននិយាយថាប្រពន្ធរបស់គាត់ Anna ដែលមានផ្ទៃពោះបានបាត់បង់ស្មារតីនៅក្នុងអាងងូទឹកក្នុងបន្ទប់ទឹកនៃផ្ទះរបស់ពួកគេអ្វីដែលចម្លែកភ្នាក់ងារ911ស្ដាប់ទៅកាន់សំឡេងរបស់ Philip ដូចជាមានអ្វីយ៉ាងចម្លែកនៅពីក្រោយនឹងព្រោះថាស្ដាប់ទៅ Philip សំឡេងគាត់និយាយមកហាក់ដូចជាមិនភ័យមិនស្លន់ស្លោអីនោះទេហើយដល់ពេលគេសួរថាតើគាត់មានបានធ្វើ CPR ឲ្យប្រពន្ធគាត់អត់គាត់និយាយថាគាត់មានបានធ្វើទេហេតុអ្វីបានជាគាត់មិនជួយធ្វើ CPR ឲ្យប្រពន្ធរបស់គាត់បន្ទាប់មកខាងសង្គ្រោះបន្ទាន់ក៏បានបញ្ញាទៅដល់ផ្ទះកាត់ហេតុគឺឃើញសភាព Anna ដែលជាប្រពន្ធនាងកំពុងតែមានផ្ទៃពោះដេកនៅក្នុងអាងងូទឹកហើយមានទឹកនៅក្នុងនឹងកំពុងតែសន្លប់បាត់បង់ស្មារតីបាត់ទៅហើយអ្វីដែលគេងឿងឆ្ងល់ហេតុអ្វីបានជា Philip មិនសំប្រពន្ធគាត់ចេញពីទឹកហ្នឹងហើយមិនជួយធ្វើ CPR នាងហើយមួយវិញទៀតនៅពេលដែលប៉ូលីសសាកសួរគាត់ផ្ទាល់របៀបនិយាយ Philip គឺស្ងប់ស្ងៀមធម្មតាមិនស្លន់ស្លោទៅនឹងទុក្ខធរៈរបស់ប្រពន្ធតែសោះថាតើមានរឿងអ្វីបានកើតឡើងពាក់ព័ន្ធជាមួយទៅនឹងករណីមួយនេះកុំឲ្យវិញឆ្ងាយយូរពួកយើងអ្នកទៅស្វែងយល់លម្អិតជាមួយគ្នា Philip Grandin ហើយនិង Anna គឺជាគូស្វាមីភរិយាវ័យក្មេងពួកគេរស់នៅយ៉ាងសុខសាន្តនៅឯ Scarborough Ontario ប្រទេសកាណាដាស្នេហាពួកគេកើតឡើងចេញពីស្នេហាដ៏ល្អឥតខ្ចោះគឺដូចជាស្នេហានៅក្នុងរឿងព្រេងនិទានអញ្ចឹងពួកគេមានក្តីសម័យចង់កសាងគ្រួសារដ៏មានសុភមង្គលមួយពួកគេកំពុងតែពោពោះនឹងចិត្តស្វាគមន៍បានកូនជាសមាជិកថ្មីដើម្បីកសាងគ្រួសារពោពេញទៅដោយសុភមង្គល Philip គេស្គាល់តែគាត់ជាបរិយាដែលមានមន្តស្នេហ៍មានទេពកោសល្យហើយកាលពីហ្នឹងគេក៏ស្គាល់គាត់ជាគ្រូកងវាលដូចជាអាចារ្យនៅក្នុងព្រះវិហារអញ្ចឹងណាលើពីនេះទៀតគាត់ជាស្វាមីដែលចេះគិតគូរផងដែរចំណែកឯជីវិតរបស់ Anna ពេលហ្នឹងអ្វីគ្រប់យ៉ាងគឺមានពេញលេញទាំងអស់នៅពេលដែលអ្នកទាំងពីររៀបអាពាហ៍ពិពាហ៍ជាមួយគ្នាភ្នែកអ្នកខាងក្រៅមើលមកពួកគេជាប្តីប្រពន្ធដ៏មានសុភមង្គលហើយនៅពេលម្ដងហ្នឹង Anna និយាយថា Philip គឺជាដៃគូពេញមួយជីវិតរបស់នាងពួកគេតែងតែមានពេលវេលារ៉ូមែនទិកជាមួយគ្នាទៅញ៉ាំអាហារ dinner បែប sweet និយាយពីផ្អែមល្ហែមជាមួយគ្នាពិភាក្សាអំពីអនាគតជាមួយគ្នាទាំងអស់នេះហើយដែលអ្នកខាងក្រៅមើលមកពួកគេគឺជាគូសារមួយដ៏ពេញលេញមានសុភមង្គលដ៏ល្អឥតខ្ចោះក៏ប៉ុន្តែនៅពីក្រោយរូបថត sweet ផ្អែមល្ហែមទាំងអស់នេះការពិតនោះគឺវាខុសឆ្លាស់ទាំងស្រុងតែម្ដងគឺរយៈពេល3ខែបន្ទាប់ពីទៅរៀបការហែកថ្មីថ្មោងAnna បានដឹងការពិតមួយគឺថា Philip បានផិតក្បត់នាងទៅតាក់ទងជាមួយមនុស្សផ្សេងហើយនឹងមិនមែនជាការផិតក្បត់អ្នកឆ្ងាយដតីទេអ្នកស្រីនោះគឺជាមិត្តជិតស្និទ្ធរបស់ Anna តែម្ដងដែលមិត្តភក្តិនឹងក៏ជាសមាជិកនៅក្នុងព្រះវិហារដែល Philip គាត់ធ្វើជាអាចារ្យនៅទីនោះដែរការផិតក្បត់មួយនឹងបានប៉ះពាល់ទៅដល់ផ្លូវអារម្មណ៍ Anna ជាខ្លាំងដែលធ្វើឲ្យ Anna នាងពិបាកចិត្តខ្លាំងណាស់ក៏ប៉ុន្តែនាងអត់ស្អប់ Philip ទេហើយនាងមិនផ្ដាច់ចំណងជាមួយ Philip ទេដោយទៅវិញនាងនៅតែផ្ដល់ឱកាសឲ្យ Philipនឹងលើកលែងទោសឲ្យគាត់ហើយនាងអត់បានកាត់បន្ថយក្តីស្រឡាញ់ទៅលើ Philip ទេនាងថែមទាំងជួយណែនាំឲ្យ Philip ដើរបកត្រឡប់មកលើផ្លូវត្រូវវិញថែមទៀតតើគិតថាអាចទៅរួចដាច់ទេដែលមនុស្សដូចជា Philip តែងតែលាក់បាំងអាចកំបាំងដល់កកិច្ចរបស់គាត់នេះមកផ្លាស់ប្ដូរជាមនុស្សល្អទៅវិញមើលពីស្បកក្រៅចំណងអាពាហ៍ពិពាហ៍របស់ពួកគេនៅតែបន្តទៅមុខធម្មតាតែវាមិនខុសពីកែវដែលប្រេះហើយយកមកបិទមិនស្អាតដូចដើមទេការតែ Anna អត់អោនទោសឲ្យគេហ្នឹងគឺមិនតបស្នងមកវិញដោយការសោកស្ដាយដល់ការស្មោះត្រង់របស់ Philip នោះទេ Philip មិនត្រឹមតែអត់ប្រជុំអាការសហាយស្មន់របស់គាត់នោះទេគាត់បន្តសហាយស្មន់ហ្នឹងលាក់បាំងយ៉ាងប្រយ័ត្នប្រយែងមិនឲ្យប្រពន្ធគាត់ដឹងឡើយហើយជាពិសេសអ្វីដែលហួសចិត្តខ្លាំងនោះគឺ Philip គាត់ញៀនទៅនឹងរូបភាពអាភិររបស់គាត់ទាំងអស់នេះវាផ្ទុយស្រឡះពីធម៌ដែលគាត់តែងតែទេសនាដល់ឧត្តមឧត្តមដែលគាត់តែងតែនិយាយនៅក្នុងព្រះវិហារគាត់ជាអាចារ្យអញ្ចឹងណាប៉ុន្តែនៅពេលដែល Anna ដឹងចរិតពិតរបស់ Philip ធ្វើឲ្យនាងពិតជាអស់សង្ឃឹមមិននឹកស្មានថាគាត់ចរិតអញ្ចឹងសោះហើយរាល់ពេលបន្ទាប់ពី Philip ធ្វើខុសហើយគាត់តែងតែនិយាយថាគាត់ចង់ងាកទៅដើរផ្លូវតាមព្រះវិញតាមធម៌ដែលគាត់និយាយនៅក្នុងព្រះវិហារហ្នឹងតែតាមពិតទៅការងារដែលគាត់ធ្វើហ្នឹងវាដូចជារបាំងមុខបិទបាំងភាពរបស់គាត់បន្ទាប់មកទៀតនៅអំឡុងខែតុលាឆ្នាំ2011ពេលហ្នឹង Anna បាននិយាយតទល់ជាមួយប្តីរបស់នាងដឹងថាប្តីរបស់នាងនៅតែបន្តតាក់ទងសហ័យស្មន់ផ្សេងជីវិតដែល Anna រស់មកកន្លងមកជាគូសារដ៏មានសុភមង្គលមានស្វាមីដ៏ល្អទាំងអស់នេះគឺជាការគិតរបស់នាងតែម្ខាងហើយការរស់នៅរបស់ Anna ថ្ងៃហ្នឹងគឺរស់នៅជាមួយការកុហក
របស់ដីពាក្យផ្អែមល្ហែមពោពេញទៅដោយពឹសពុលទង្វើលាក់បាំងជាច្រើនហើយគាត់នឹងប្រកែសម្ដែងណាស់អ្នកខាងក្រៅគេមើលមិនដឹងថា Philip គឺជាប្តីក៏ខ្វក់បែបនេះទេមានតែ Anna ដែលជាប្រពន្ធដឹងក្រំចិត្តតែម្នាក់ឯងពីដំបូង Anna មានក្តីសង្ឃឹមទៅលើ Philip ជាបុរសដ៏សែនល្អកសាងគ្រួសារជីវិតដ៏មានសុភមង្គលជាមួយនាងហើយសូម្បីតែអ្នកខាងក្រៅគ្មានពីណាទៅនឹកស្មានដល់អាពាហ៍ពិពាហ៍របស់ពួកគេលាក់បង្កប់ដោយភាពទុក្ខសោកហើយនិងភាពគួរឲ្យខ្លាចPhilip និង Anna ជាប្តីប្រពន្ធវ័យក្មេងបានទៅកសាងគ្រួសារទិញផ្ទះនៅក្នុង Scarborough ជាកន្លែងមួយដែលមនុស្សជាច្រើនមានក្តីសម័យចង់បានព្រោះទីនោះវាមានសន្តិភាពរស់នៅយ៉ាងមានសុភមង្គលក៏ប៉ុន្តែនៅពីក្រោយស្នាមញញឹមរបស់ Anna គឺជាការដកដង្ហើមបែបថប់ដែល Philip តែងតែធ្វើបាបទាំងសម្ពាធផ្លូវចិត្តមកឲ្យ Anna ជាប្រចាំ Philip ជាបុរសដែលមើលមកស្បកក្រៅគេស្គាល់ថាគាត់គឺជាអាចារ្យដ៏គួរឲ្យគោរពគឺជាស្វាមីដែលចេះយកចិត្តទុកដាក់តែការពិតគាត់គឺជាចចកពាក់ស្បែកជៀម Philip មិនមែនចាត់ទុក Anna ត្រឹមជាដៃគូជាប្រពន្ធរបស់គាត់ទេគឺគាត់ចាត់ទុកនាងដូចជាសត្វចិញ្ចឹមអញ្ចឹងគាត់គ្រប់គ្រងជីវិតរបស់នាងទាំងស្រុងតែម្ដងអ្វីដែលជាការជឿចាប់ Anna មិនអាចនិយាយទៅខាងក្រៅបានគឺ Philip គ្រប់គ្រងនាងយ៉ាងខ្លាំងអត់ឲ្យនាងទៅជួបមិត្តភ័ក្តិអត់ឲ្យនាងទៅណាក្រៅបើអត់សុំការអនុញ្ញាតពីគាត់ទេនៅក៏ពេលដែល Anna ចេញទៅខាងម្ដង Philip តែងតែផ្ញើសារសួរលំអិតថានាងនៅណាពងនៅមួយណាគេហើយកំពុងធ្វើអីបើសិនជា Anna រៀងតបសារយឺនបន្តិច Philip ខឹងជាខ្លាំងហើយផ្ញើសារមកគំរាមកំហែងដល់ជីវិតនាងតែម្ដងគាត់តាមដានជីវិតរបស់ Anna គាត់ដឹងទាំងអស់ពី Anna គាត់ជាអ្នកបញ្ជាជីវិតរបស់ Annaគាត់ឲ្យនាងធ្វើទើបនាងមានសិទ្ធិធ្វើដូចជារឿងខ្លះ Anna ចូលចិត្តធ្វើណាស់ប៉ុន្តែ Philip ហាមមិនឲ្យធ្វើជាដាច់ខាតជីវិតគ្រប់យ៉ាងរបស់ Anna គឺស្ថិតក្រោមការគ្រប់គ្រងរបស់ Philip ទាំងស្រុងតែម្ដងជីវិតរបស់ Anna ដើរមកដល់ដំណាក់កាលមួយដែលនេះមិនជាស្នេហាទេវាគឺជាការហួងហែងបំបិទសិទ្ធិនាងគ្មានសិទ្ធិសម្រេចលើជីវិតវាសនារបស់នាងទេតែការផ្ញើសារប្រើពាក្យគំរាមកំហែងទេទូរស័ព្ទតាមដានជីវិត Anna នេះគ្រាន់តែជាការចាប់ដើមនៃភាពភ័យរន្ធត់តែប៉ុណ្ណោះនៅរាល់ពេលដែល Philip បើកឡានជូន Anna ទៅណាមកណាម្ដងគាត់ប្រើឡាននោះដូចជាអាវុធមកគំរាមកំហែង Anna អញ្ចឹងនៅពេលដែលគាត់បើកឡានម្ដងគាត់បើកឡានក្នុងល្បឿនលឿនហើយនឹងជន់ប្រាំងឡានមួយទំហឹងដែលធ្វើឲ្យ Anna ត្រូវទប់ខ្លួនពីកៅអីរបស់នាងទាំងចិត្តរបស់នាងពោពេញទៅដោយភាពភ័យខ្លាចធម្មតាឡានគឺជាគ្រឿងយន្តឬជារបស់មួយដែលអាចជួយដឹកយើងទៅទីតាំងទៅកន្លែងណាមួយក៏ប៉ុន្តែចំពោះ Philip ប្រើឡានជាអាវុធដើម្បីដាក់ទណ្ឌកម្មមកកាន់ Anna នៅពេលដែល Anna មិនធ្វើតាមចិត្តគាត់ខ្ញុំបើកបង្កចក់ត្រង់ចំណុចនោះតិចខ្ញុំដឹងឮរឿងខ្លះៗពីគូស្វាមីភរិយានៅជុំវិញជីវិតខ្ញុំហ្នឹងពេលតែគេខឹងម្ដងយ៉ាងមានអ្នកខ្លះបើកម៉ូតូកញ្ចក់ប៊ីធ្លាក់ប្រពន្ធពីលើម៉ូតូអ្នកខ្លះក៏បើកឡានជន់ប្រាំងងឿតអីចឹងទៅចឹងស្ដាប់ទៅវាសេរីគ្នាចឹងណាយកឡានយកម៉ូតូហ្នឹងជាអាវុធដើម្បីគំរាមកំហែងដាក់ទណ្ឌកម្មមកកាន់ផ្លូវចិត្តផលប្រពន្ធបកមកនិយាយពី Philip វិញគឺគាត់គ្រប់គ្រង Anna យ៉ាងស៊ីជម្រៅតែម្ដងគាត់គ្រប់គ្រងទាំងរូបរាងកាយរបស់នាងនិងដួងព្រលឹងរបស់នាងក្នុងករណីដែល Anna អត់ចង់រួមដំណេកគឺ Philip ចាប់បង្ខំនាងតែម្ដងហើយនឹងធ្វើទង្វើដល់សហប្រតិបត្តិបើទោះបីជានាងទៅតែឆ្លងកាត់ការវះកាត់ដ៏ឈឺចុកចាប់ត្រូវការពេលវេលាដើម្បីជាសះស្បើយក៏ Philip មិនលើកលែងដែរហើយមួយវិញទៀតទាំងដែល Anna កំពុងតែមានផ្ទៃពោះ Philip តែកាលណាគាត់ដាក់បញ្ជាឲ្យត្រូវតែធ្វើតាមពាក្យសម្ដីរបស់គាត់ Philip មិនដែលខ្វល់ខ្វាយពីសុខភាពរបស់ប្រពន្ធឬក៏ស្ថានភាពផ្លូវចិត្តរបស់នាងនោះឡើយAnna ធ្លាប់បានយកបញ្ហាក្នុងគ្រួសារមួយហ្នឹងទៅប្រាប់មិត្តភក្តិរបស់នាងឲ្យបានដឹងនាងនិយាយឲ្យធូរចិត្តនាងថានឹកស្មានម្ដងសោះថានាងរៀបការជាមួយមនុស្សម្នាក់ដែលគ្មានបេះដូងលើពីនេះគេជាមនុស្សរកចិត្តតែម្ដងមិត្តភក្តិទាំងអស់នោះបន្ទាប់ពីស្ដាប់ដឹងរឿង Anna ហើយគិតថានេះគ្រាន់តែជាការត្អូញត្អែការខកចិត្តជាធម្មតារបស់ប្រពន្ធដែលតែងតែជួបនៅក្នុងជីវិតអាពាហ៍ពិពាហ៍ដែលអ្នកទាំងអស់ហ្នឹងនឹងស្ដាយក្រោយនៅពេលដែលពាក្យសម្ដីរបស់ Anna និយាយទៅទាំងអស់នេះគឺជាពាក្យសម្ដីកំពុងតែត្រូវការជំនួយនេះគឺជាសញ្ញាដំបូងមួយដែលមនុស្សគ្រប់គ្នាពេលហ្នឹងអត់បានចាប់អារម្មណ៍ទេរហូតដល់វាហួសពេលបាត់ហើយជីវិត Annaរស់នៅក្នុងទីកន្លែងមួយដែលមិនអាចដកដង្ហើមបានដែលនោះជាផ្ទះរបស់នាងរស់នៅទីកន្លែងមួយដែលគួរតែមានក្តីស្រឡាញ់ការការពារប៉ុន្តែវាបានប្រែក្លាយទៅជាកន្លែងមួយពោពេញទៅដោយសុបិនអាក្រក់ចំពោះនាងជាប្រចាំនៅពេលដែល Anna ចង់ឈានជើងចេញពីផ្ទះទៅក្រៅជួបមិត្តម្ដង Philip តែងតែសួរចាក់ឬចាក់កោចង់ដឹងនាងទៅណាជាមួយអ្នកណាធ្វើអីខ្លះនិងកំណត់ពេលវេលាឲ្យនាងត្រឡប់មកផ្ទះវិញពីមួយថ្ងៃទៅមួយថ្ងៃ Anna បាត់បង់ភាពជាខ្លួនឯងនាងមានអារម្មណ៍ថារស់នៅរាល់ថ្ងៃហ្នឹងដូចមិនខ្លួននាងសោះរហូតមកដល់ថ្ងៃទី17ខែតុលាឆ្នាំ2011នៅពេលព្រឹកហ្នឹង Philip បានទេទូរស័ព្ទទៅកាន់លេខសង្គ្រោះបន្ទាន់911
ទៅគាត់បានរាយការណ៍ថាប្រពន្ធរបស់គាត់អែនណានាងបានឈប់ដកដង្ហើមហើយកំពុងគេងស្តុកស្ដឹងបាត់បង់ស្មារតីនៅក្នុងអាងងូទឹកបាស្ថាប់គាត់បាននិយាយថានៅពេលព្រឹកព្រលឹមហ្នឹងគាត់ចេញទៅក្រៅផ្ទះដើម្បីហត់ហាត់កីឡាហើយគាត់ក៏ត្រឡប់មកផ្ទះវិញក៏ឃើញសភាពប្រពន្ធរបស់គាត់បែបនេះក៏ប៉ុន្តែបើគេស្ដាប់តាមថូនសំឡេងដែល Philip និយាយចេញមកហ្នឹងហាក់ដូចជាមិនសូវជាពិបាកចិត្តវាមិនដូចជាប្តីធម្មតាដែលយកចិត្តទុកដាក់ទៅលើប្រពន្ធកំពុងតែមានបញ្ហាសុខភាពបែបនេះនោះទេនៅពេលរំពេចហ្នឹងគឺគេចាប់អារម្មណ៍ពីរឿងក្រោយហ្នឹងប្រកាសជាមានបញ្ហាអ្វីមួយយ៉ាងមួយវិញទៀតខាងប៉ូលីសស៊ើបអង្កេតបានចាប់អារម្មណ៍ពីពាក្យសម្ដី Philip និយាយមិនប្រក្រតីដោយមើលតាមអាកប្បកិរិយាដ៏ត្រជាក់ល្ហឹមរបស់ Philip មើលទៅមិនសូវជាយកចិត្តទុកដាក់ទៅលើប្រពន្ធប៉ូលីសបានសួរសំណួរបង្កប់ដោយការសង្ស័យជាច្រើនទៅកាន់ Philip ហេតុអ្វីបានជាគាត់អត់ព្យាយាមជួយជីវិតប្រពន្ធអញ្ចឹងហេតុអ្វីមើលទៅគាត់មិនបង្ហាញពីភាពសោកសៅពីការស្លាប់ប្រពន្ធដែលកំពុងតែមានផ្ទៃពោះបែបនេះអញ្ចឹងពេលហ្នឹង Philip បានតបប្រាប់ប៉ូលីសវិញថាគាត់អត់អាចលើករាងកាយប្រពន្ធរបស់គាត់ចេញពីអាងទឹកនោះបានទេដោយសារតែរអិលគាត់លើកនេះមិនបានហើយប៉ូលីសស៊ើបអង្កេតចាប់ដើមពិនិត្យមើលពីភាពលម្អិតជាមួយនឹងសាច់រឿងដែល Philip និយាយប្រាប់ប៉ូលីសវាមិនស៊ីគ្នាជាមួយការពិតតែសោះដោយការជួយសង្គ្រោះបឋមដូចជាធ្វើ CPR Philip គាត់គួរតែចេះហេតុអ្វីគាត់មិនបានធ្វើ CPR ជួយសង្គ្រោះជាបឋមទៅកាន់ប្រពន្ធរបស់គាត់អញ្ចឹងរយៈពេលប្រហែលម៉ោងក្រោយបន្ទាប់ពីគេបានបញ្ជូនរាងកាយរបស់អែនណាទៅដល់មន្ទីរពេទ្យលទ្ធផលកសោបវិច័យបានបង្ហាញពីមូលហេតុនៃការស្លាប់មកពីការលង់ទឹកក៏ប៉ុន្តែការស្លាប់របស់អែនណាមានអាថ៌កំបាំងជាច្រើនដែលអត់អាចចាត់ទុកថាវាជាឧបទ្ទវហេតុធម្មតានោះទេបើទោះបីជាលើដងខ្លួនលើរាងកាយរបស់អែនណាគ្មានស្នាមរបួសក៏ប៉ុន្តែមិនមែនមានន័យថាមិនគួរឲ្យសង្ស័យនោះទេដោយដុកទ័រកសោបវិច័យបានរកឃើញសារធាតុថ្នាំម្យ៉ាងនៅក្នុងឈាមរបស់អែនណាដែលថ្នាំនឹងមិនគួរណាមាននៅក្នុងស្ត្រីដែលកំពុងតែមានផ្ទៃពោះនោះទេព្រោះថាវាអាចជះឥទ្ធិពលអាក្រក់ជាខ្លាំងមកកាន់ស្ត្រីមានផ្ទៃពោះបានហើយប៉ូលីសបានពិនិត្យមើលទិន្នន័យនៅក្នុងទូរស័ព្ទរបស់អាណាគឺបានរកឃើញការពិតដ៏គួរឲ្យតក់ស្លុតគឺកាលពី3ថ្ងៃមុនពេលអាណាបានស្លាប់អាណាបានចូលទៅសម្រាកក្នុងមន្ទីរពេទ្យដោយសារតែនាងមានសភាពអស់កម្លាំងនិងវិលមុខជាខ្លាំងអាណានាងចាប់ផ្ដើមមានសភាពឈឺនឿយណាយអស់កម្លាំងវិលមុខបន្ទាប់ពីនាងផឹក smoothie ដែល Philip ជាអ្នកធ្វើឲ្យនាងអ្វីដែលគួរឲ្យខ្លាចនិងគួរឲ្យសង្ស័យខ្លាំងនៅពេលដែលអែនណាសួរទៅកាន់ Philip ហេតុអ្វីសុកនាងឈឺអញ្ចឹងណា Philip អត់បានបង្ហាញពីក្តីស្រឡាញ់ក្នុងនាមជាប្តីយកចិត្តទុកដាក់មកកាន់ប្រពន្ធទេគឺគាត់កិច្ចវេះមិនចង់និយាយជាមួយនាងតែម្ដងការដែល Philip រក្សាអាថ៌កំបាំងហ្នឹងឯងគឺជាតម្រុយដ៏សំខាន់ដែលគាត់ព្យាយាមលាក់បាំងវាមិនមែន Philip អត់ដឹងថាប្រពន្ធគាត់ពោលចំណីទេគឺគាត់បានរៀបចំវាយ៉ាងយកចិត្តទុកដាក់ជាយូរមកហើយនៅពេលដែលប៉ូលីសសួរទៅកាន់ Philip តើអែនណាមានបានញ៉ាំថ្នាំខុសអីឬអត់ Philip បាននិយាយថាអត់មានទេគាត់និយាយបដិសេធមកកាន់ប៉ូលីសហើយអាកប្បកិរិយារបស់គាត់បង្ហាញចេញមកគួរឲ្យសង្ស័យជាខ្លាំងហើយនៅពេលដែលប៉ូលីសពិនិត្យមើលទិន្នន័យនៅក្នុងកុំព្យូទ័ររបស់ Philip មើលថាគាត់ស្វែងរកអីខ្លះនៅលើ website គឺឃើញ Philip ឆែកមើលព័ត៌មានអំពីកម្រិតគ្រោះថ្នាក់នៃថ្នាំ Lorazepam ហេតុអ្វីបានជាក្នុងនាមគាត់ជាប្តីត្រូវទៅស្វែងរកព័ត៌មានមួយហ្នឹងលុះត្រាតែគាត់បានរៀបចំគម្រោងទុកមុនហើយស្រាវជ្រាវព័ត៌មានទាំងអស់ហ្នឹងជាសម្ងាត់ដើម្បីរៀបចំផែនការសម្រាប់ប្រពន្ធគាត់គេតែពេល search មើលអំពីថ្នាំប្រភេទហ្នឹង Philip ក៏បាន search មើលអំពីវិធីប្រើថ្នាំហ្នឹងផងដែរចំណុចទាំងអស់នេះរួមបញ្ចូលគ្នាអាចបញ្ជាក់បានថាការស្លាប់របស់ Anna មិនមែនជាឧបទ្ទវហេតុទេវាគឺជាឃាតកម្មរៀបចំគម្រោងទុកមុនបន្ទាប់ពីគេចាប់ឃាត់ខ្លួន Philip និងចាប់ប្រកាន់គាត់តាក់ទងទៅនឹងករណីឃាតកម្ម Philip ក៏បាននិយាយតាំងភាពសោកស្ដាយហើយគាត់នៅតែបដិសេធថាគាត់មិនបានសម្លាប់ប្រពន្ធគាត់ទេគាត់ថាប្រពន្ធគាត់ធ្វើអត្តឃាតឬក៏ជាការលង់ទឹកដោយឧបទ្ទវហេតុតែប៉ុណ្ណោះពាក្យសម្ដីដែល Philip និយាយចេញមកនេះមនុស្សភាគច្រើនអត់ជឿទេហើយវាកាន់តែធ្វើឲ្យប៉ះពាល់ពិបាកចិត្តជាខ្លាំងទៅកាន់អ្នកដែលស្រឡាញ់ Anna និងគូសាពនាងពួកគេអត់ជឿទេថា Anna ជាមនុស្សដែលពោពេញទៅដោយក្តីស្រឡាញ់នាងបញ្ចប់ជីវិតខ្លួនឯងទៅបែបនេះរហូតមកដល់ខែឧសភាឆ្នាំ2012គេបានចាប់ឃាត់ខ្លួន Philip ជាផ្លូវការនិងចាប់ប្រកាន់គាត់ពីបទឃាតកម្មក៏ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនខឹងសម្បានោះពេលចាប់ឃាត់ខ្លួននឹង Philip អត់ត្រូវបានឃុំខ្លួនដេកក្នុងគុកទេគឺគេបានឃុំខ្លួនគាត់ឲ្យនៅក្នុងផ្ទះបងប្អូនសាច់ញាតិរបស់គាត់ដែលជាវិមានដ៏ធំស្អឹមស្កាយទៅវិញដែលវាខុសពីលក្ខខណ្ឌឃាតករផ្សេងសភាពបែបនេះធ្វើឲ្យមហាជនងឿងឆ្ងល់ជាខ្លាំងតើការកាត់ក្តីទៅលើរឿងនេះវាមានយុត្តិធម៌ដែរទេរហូតមកដល់ឆ្នាំ2014ទើបគេធ្វើការកាត់ក្តីជាផ្លូវការបើគិតទៅគឺអែនណាបាត់បង់ជីវិតអស់3ឆ្នាំហើយទើបគេធ្វើការកាត់ក្តីបើទោះបីជាគេបានធ្វើកសោបវិច័យរកឃើញសារធាតុថ្នាំនៅក្នុងឈាមប្រពន្ធរបស់ Philip ដែលធ្វើឲ្យនាងបាត់បង់ជីវិតហើយយ៉ាងណាក៏ដោយ Philip នៅតែបដិសេធដាច់អហង្ការពីការចាប់ប្រកាន់ទាំងអស់គាត់នៅតែនិយាយថាការស្លាប់ប្រពន្ធរបស់គាត់កើតឡើងដោយឧបទ្ទវហេតុដោយគ្មានអ្នកណាគេមានបំណងនោះទេ
គឺមានផុសតាងជាច្រើនអំពី Philip ទីមួយគាត់បាន search មើលអំពីប្រភេទថ្នាំនៅក្នុងកុំព្យូទ័ររបស់គាត់ហើយគាត់បានបិទកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះរបស់គាត់បន្ទាប់ពី Anna បានស្លាប់ហើយបើតាមសម្ដីគ្រូពេទ្យប្រសិទ្ធវិច័យបាននិយាយថាសារធាតុថ្នាំសណ្ដំនៅក្នុងរាងកាយរបស់ Anna គឺមានបរិមាណមិនធ្វើឲ្យគ្រោះថ្នាក់ទេគឺមិនល្មមដែលអាចធ្វើឲ្យបុគ្គលញ៉ាំថ្នាំនឹងហើយមានសភាពបាត់បង់ស្មារតីនេះបានន័យថា Philip មានចេតនាដាក់ថ្នាំឲ្យ Anna ញ៉ាំឲ្យនាងបាត់បង់ស្មារតីមិនអាចមានកម្លាំងវាបូករួមផ្សំ Philip ជាប្រភេទមនុស្សដែលគ្រប់គ្រងយ៉ាងខ្លាំងទៅលើ Anna ផុសតាងទាំងអស់នេះបញ្ជាក់កាន់តែច្បាស់អំពីភាពសាហាវប្រៃផ្សាយរបស់គាត់តែគេបានឆក់យកជីវិត Anna ពីមនុស្សជាច្រើនដែលមានចិត្តស្រឡាញ់អាណិតអាសូរមកកាន់នាងហើយអ្វីដែលគេហួសចិត្តកាន់តែខ្លាំងនោះគឺគេបានកាត់ទោសឲ្យគឺគេបានសម្រេចកាត់ទោសឲ្យ Philip ជាប់គុកត្រឹមតែ15ឆ្នាំតែប៉ុណ្ណោះការកាត់ទោសឲ្យជាប់គុក15ឆ្នាំប៉ុណ្ណេះវាពិតជាស្រាលខ្លាំងណាស់ទៅលើទង្វើដ៏សាហាវប្រៃផ្សៃដែល Philip ក៏បានធ្វើនៅពេលដែលគេធ្វើការប្រកាសទោសទៅឲ្យ Philip សាច់ញាតិបងប្អូនរបស់ Anna និងមនុស្សដែលចូលស្ដាប់ក្តីនោះម្នាក់ៗពិតជាភ្ញាក់ផ្អើលជាខ្លាំងពួកគេមិននឹកស្មានសោះព្រោះថាជឿជាក់ទៅលើប្រព័ន្ធផ្លូវច្បាប់អាចផ្ដន់ទានទោសទៅឲ្យជនល្មើសឲ្យសមស្របឲ្យមានយុត្តិធម៌ប៉ុន្តែបែរជាកាត់ទោសយ៉ាងស្រាលទៅឲ្យឃាតករបែបនេះទៅវិញអ្នកដែលឈឺចាប់ជាខ្លាំងគឺខាងគ្រួសាររបស់ Anna ហើយពួកគេមិនបញ្ឈប់ត្រឹមនឹងទេពួកគេប្តឹងបន្តដោយចោទទៅវិញថាការកាត់ទោសនេះវាពិតជាស្រាលខ្លាំងណាស់សូមធ្វើឲ្យការកាត់ទោសឲ្យមានភាពយុត្តិធម៌ចំពោះ Annaហើយការដែលពួកគេប្តឹងបន្តទៀតនេះមិនមែនធ្វើសម្រាប់តែ Anna ម្នាក់ទេគឺគាត់ប្តឹងតំណាងឲ្យជនរងគ្រោះផ្សេងៗទៀតស្ថិតនៅក្រោមការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារដែលរស់នៅក្រោមការដាក់សម្ពាធថប់ដង្ហើមភាពសាហាវប្រៃផ្សៃដែលមានបទពិសោធន៍ដូច Anna តែការកាត់ទោសជាចុងក្រោយនឹងគេបានកំណត់ឲ្យ Philip ជាប់គុកអស់15ឆ្នាំរួចហើយនេះគឺជាស្នាមរបួសដ៏ជ្រៅជាពិសេសទៅកាន់សមាជិកគ្រួសាររបស់ Anna អ្វីដែលមិនគ្រប់គ្នាមិនអាចអត់ឱនទោសឲ្យ Philip បាននោះគឺ Philip មិនដែលបង្ហាញពីការសោកស្ដាយពីការសុំទោសទៅលើទង្វើដែលគេបានធ្វើនោះទេនៅពេលដែលគេសុំឲ្យ Philip ធ្វើការសុំទោសទៅកាន់គ្រួសាររបស់ Anna Philip បដិសេធយ៉ាងដាច់អហង្ការគាត់មិនព្រមសុំទោសទេ Philipគាត់ជាប្រភេទប្តីបែបណាដែលឈាមត្រជាក់បែបនេះបើទោះបីជាប្រពន្ធបានស្លាប់ដោយសារតែស្នាដៃគាត់ហើយគាត់នៅតែមិនទទួលស្គាល់ពីទោសកំហុសរបស់ខ្លួនតើការជាប់ទោសរយៈពេល15ឆ្នាំជាទោសដ៏ស្រាលនេះបន្ទាប់ពី Philip ចេញពីគុកគាត់នឹងនៅតែបន្តធ្វើការទង្វើសាហាវប្រៃផ្សៃជាមួយមនុស្សផ្សេងៗដែរទេចម្ងល់ដែលលើកឡើងមកនេះធ្វើឲ្យអ្នករស់នៅក្នុងតំបន់នឹងពិតជាបារម្ភជាខ្លាំងបើសិនជា Philip គេចេញមកមានសេរីភាពតើគេនឹងទៅធ្វើបាបអ្នកណាអ្នកណីទៀតហើយការឈឺចាប់ការស៊ូទ្រាំរបស់ Anna ដែលជាប្រពន្ធរងការធ្វើបាបពី Philip បែបណាខ្លះមុនពេល Anna បាត់បង់ជីវិតនោះគឺមិនដែលបើកចំហទម្លាយចេញមកក្រៅទេ Philip មិនដែលសារភាពពីកំហុសរបស់ខ្លួនឯងទេ Anna ទំតែជាមនុស្សស្រីសាមញ្ញម្នាក់ដូចមនុស្សស្រីទូទៅដែលមានក្តីស្រមៃចង់កសាងគ្រួសារពពោះបង្កើតកូនរស់នៅយ៉ាងមានសុភមង្គលក៏ប៉ុន្តែក្តីសម័យទាំងអស់ហ្នឹងវានឹងមិនคล้ายជាការពិតនោះទេដោយសារតែស្នាដៃបរិសុទ្ធជាប្តីដែលនាងស្រឡាញ់និងទុកចិត្តខ្លាំងបំផុតបានបញ្ចប់ជីវិតនាងរឿងក្តីនៅថ្ងៃហ្នឹងបានមកដល់ទីបញ្ចប់ហើយតើបងប្អូនទាំងអស់គ្នាមានមតិយោបល់បែបណាចំពោះរឿងក្តីនេះខមមិនការគិតរបស់បងប្អូននៅខាងក្រោមវីដេអូនេះខ្ញុំនឹងចូលទៅអានចាំជួបគ្នានៅវីដេអូក្រោយទៀតអរគុណ Take care bye bye